រៀបត្រីសួស្ដីបាទធម្មតាសូមលំអរកាយជំរាបសួរទៅដល់ពុកម៉ែបងប្អូនទាំងអស់ពីចម្ងាយតាក់ទិនជាមួយនឹងរឿងយប់នេះបងប្អូនឃើញមានក្បាលសក់វែងជាគំនូណាហើយមានផ្ទះខ្ទមមួយនៅជុំវិញដូចជាមានព្រៃផងណាមើលទៅដូចជាកំសត់ដល់ហើយផ្ទះនេះប៉ុន្តែលោកខែមួយនៅពេលខាងរះខាងលិចផ្ទះហ្នឹងហើយអ្វីដែលយើងឃើញគឺមានក្បាលធំត្មងធំជាងផ្ទះទៀតណាហើយសក់វែងភ្នែកធំហើយចំពេលភ្លៀងធ្លាក់ផងមានកែបមានអីយំពេលយប់ណាយើងមើលទៅយើងដឹងថាផ្ទះនៅជនបទបាច់ប្រាប់ក៏បងប្អូនដឹងដែរចំណងជើងគឺអមនុស្សដោយសារមានប្អូនកូនក្មួយមួយចំនួនគាត់ចេះតែសួររឿងអមនុស្សហើយខ្ញុំសូមចូលរួមឆ្លើយមិនដឹងថាត្រូវឬមិនត្រូវទេប៉ុន្តែតាមការរៀនផងខ្ញុំមិនបានអំនួតអីទេគ្រាន់ថាវាមានកន្លែងចេះកន្លែងមិនចេះដែរពាក្យថាអមនុស្សនោះគឺមិនមែនមនុស្សទេបើមនុស្សគេហៅថាមនុស្សអមនុស្សគឺថាមិនមែនមនុស្សទេគឺមានតេតិនជាមួយនឹងវិញ្ញាណតេតិនជាមួយនឹងអសូរកាយតេតិនជាមួយនឹងកធុបណាតេតិនជាមួយនឹងពពួកព្រាយពពួកអ្នកតាចឹងទៅដែលយើងចូលចិត្តហៅថាខ្មោចព្រាយបិសាចណាអានេះគឺដោយសារបងប្រុសម្នាក់ហ្នឹងគាត់ប្រាប់ខ្ញុំថាគាត់បានធ្វើផ្ទះមួយតែផ្ទះហ្នឹងអត់ហើយទេផ្ទះហ្នឹងគឺគាត់ធ្វើដើម្បីចាំចំការអញ្ចឹងណាហើយគាត់ធ្វើទៅវាមិនទាន់ហើយស្រួលបួលទេគាត់ទុកផ្ទះចោលអញ្ចឹងទៅហើយយូរគាត់ទៅសម្អាតម្ដងតែផ្ទះហ្នឹងអត់ហើយជាផ្ទះទេនៅតែទ្រង់ទ្រាយនៅឡើយតែអ្វីដែលជារឿងប្លែកនោះគឺថាគាត់បានព្រមនៅផ្ទះនោះបើគាត់ធ្វើមិនហើយគាត់នៅមិនអីទេតែគាត់អត់បាននៅគាត់និយាយដល់ពេលគាត់មិនបាននៅអញ្ចឹងក៏មាននេះមេព្រាយវាទៅនៅដោយសារមេព្រាយនោះវាចិត្តតែហោះហើរអញ្ចឹងទៅរយប់វាចិត្តតែមើលនេះមើលនោះទៅដល់ពេលហើយវាឃើញអាផ្ទះមួយដែលធ្វើទុកចោលយូរឆ្នាំអញ្ចឹងធ្វើមិនព្រមហើយសោះក៏នាងជាព្រាយធំនេះមានតែក្បាលមានសក់វែងភ្នែកធំហ្នឹងក៏ចូលទៅគេហៅថាបៀតបៀនមានន័យថាមើលងាយណាគេហៅភាសាមើលងាយចូលទៅមើលនៅក្នុងផ្ទះមើលមានអីខ្លះអញ្ចឹងទៅចូលទៅវាអត់មានពីងចូលទៅវាអត់មានចនាងផ្ទះចូលទៅវាអត់មានស្អីសពសារពើអញ្ចឹងក៏នាងជាព្រាយគិតថាផ្ទះរបស់ខ្លួនក៏ចូលទៅនៅក្នុងផ្ទះហ្នឹងឯងធ្វើជាផ្ទះរបស់ខ្លួនគេហើយផ្ទះនោះក៏ចិត្តតែទុកចោលទេតាណាទុកចោលទៅហើយក៏ស្មៅក៏ដោះរុករៀនជុំវិញផ្ទះមើលទៅគួរឲ្យខ្លាចវាមិនសមនឹងមនុស្សនៅណាហើយម្ចាស់មិនដែលទៅទៅអីចឹងទៅក៏មេព្រាយដល់ធំដល់កំណាចហ្នឹងវាទៅនៅហ្នឹងដល់ពេលក្រោយមកបងប្រុសដែលជាម្ចាស់ផ្ទះហ្នឹងក៏គាត់ចេះតែទៅម្ដងទៅដល់ពេលទៅដល់នាងជាព្រាយនេះគិតថាមនុស្សមកដណ្ដើមផ្ទះគេព្រោះឯកាលដែលគេមកគេមិនបានឃើញផ្ទះហើយទេហើយក៏គេមិនបានឃើញមានស្អីជាផុសតាងមនុស្សនោះជាម្ចាស់ផ្ទះដែរអញ្ចឹងគេអត់ឃើញមានទេវតាប្រភូមិហើយក៏គេមិនឃើញជានាងផ្ទះគេមិនឃើញពីងទឹកមិនឃើញអីជារបស់ណាដែលជាកសិនសាកសីអីយើងទេអញ្ចឹងក៏គេកាន់កាប់ផ្ទះហ្នឹងហើយបរោះដែលជាម្ចាស់ផ្ទះហ្នឹងក៏គាត់ចូលទៅនាងជាព្រាយហ្នឹងធ្វើទុកបុករុកទោមនិញណាមិនឲ្យដេកបានទេមានស្រែកមានលមបន្លាចមានបើកភ្នែកដាក់មានលៀនដាតលិតក្បាលហ្នឹងទៅមានពេលខ្លះក៏ឈរសំកាំងនៅនឹងមុខបរោះដែលជាម្ចាស់ផ្ទះហ្នឹងបងប្រុសហ្នឹងកាលបើឃើញអញ្ចឹងក៏ស្ទុះរត់ចេញមកទៅក៏ស្រែកឲ្យគេជួយទៅណាដោយសារឃើញរូបមានតែក្បាលមានតែសក់មានតែភ្នែកប៉ិនពងមាន់ណាអត់ឃើញមានខ្លួនឃើញមានតែកៅអៅឈរសយិញសយោងដាក់នៅមុខគាត់អញ្ចឹង
គាត់ក៏រត់ហៅអ្នកភូមិហៅអ្នកស្រុកឲ្យជួយណាមានខ្មោចលងមានស្អីចឹងទៅដល់ពេលហើយក៏មិនសូវហ៊ានមកដេកទេដល់ពេលយូរក្រោយមកគាត់នឹកឃើញថាបើមិនទៅដេកទៀតខ្លាចវានៅទៀតអញ្ចឹងក៏គាត់មកដេកទៀតដែរមកដេកទៀតតែនាងជាព្រាយនេះវានៅមុនដោយសារផ្ទះធ្វើវាមិនហើយនៅមុនដល់ពេលនៅមុនអញ្ចឹងទៅក៏មកដេកទៀតលើកនេះនាំទាំងប្រពន្ធនាំទាំងកូនមកនាងជាព្រាយដល់កំណាចហ្នឹងវាមិនបានស្គាល់កូនមិនបានស្គាល់ប្រពន្ធអីទេវាដឹងតែផ្ទះវាព្រោះវានៅមុនយើងធ្វើអត់ហើយក៏វាធ្វើកលឲ្យកូននឹងឈឺវាធ្វើកលឲ្យនាងជាប្រពន្ធនឹងខ្លាចផិតភ័យចូលប្រពន្ធទាញកបិតចាក់គាត់ចាក់កូនពេញហ្នឹងបងប្អូនអត់មានសេចក្តីសុខទេអានេះខ្ញុំស្ដាប់រឿងពីបងម្ចាស់រឿងហ្នឹងហ្មងគាត់និយាយគាត់ថាមុនដំបូងគាត់អត់ជឿថាផ្ទះមានខ្មោចនៅទេគាត់អត់ជឿទេគាត់ថាសិតរឿងកុហកអបិយជំនឿទេព្រោះឯងគាត់មិនសូវជឿទេដោយសារគាត់ដើរឲ្យពួកអឺរ៉ុបដើរមួយជនជាតិគេគេមិនសូវជឿរឿងចឹងទេគាត់និយាយចឹងឯងព្រោះគាត់ធ្វើការអង្គការដល់ទៅពេលគាត់ប្រទះឬគាត់ផ្ទាល់បានគាត់ជឿគាត់ហៅប្រពន្ធហៅកូនមកនៅហ្នឹងគឺដើម្បីយកឈ្នះនាងព្រាយហ្នឹងតែអត់បានឈ្នះណានាងនោះធ្វើឯងពេញហ្នឹងឯងធ្វើឲ្យឈឺចូលប្រពន្ធចូលអីលៀនដាតលីអីទៅយកកបិតអានដាតក៏មានយកកបិតអាដៃអាជើងក៏មានទៅគាត់ទៅរកគ្រូណាពីវត្តផ្សេងហ្នឹងឲ្យមើលទៅក៏ទុះទីថាអូផ្ទះនេះនាងពួកកធប់វានៅហើយវាមិនព្រមចេញទេវានៅហើយវាថាយើងនឹងមិនមែនជាម្ចាស់ផ្ទះហ្នឹងទេការដែលវាមកដើមឡើយហ្នឹងគឺវាឃើញតែផ្ទះហ្នឹងវាឃើញយូរហើយផ្ទះហ្នឹងគឺអត់មានអ្នកណានៅទេផ្ទះហ្នឹងគឺធ្វើទុកចោលសង់ទុកចោលអញ្ចឹងធ្វើអត់ហើយទេធ្វើមិនបាននឹងពាក់កដាលស្រួលបួលផងមានតែដំបូងមានតែអញ្ចាំងប្រួយអីក៏មិនសមរម្យមិនសមអីជាមនុស្សទេហើយក៏មុននឹងវាចូលមកនៅហ្នឹងក៏វាតោងដើមថ្នោតតោងនឹងអីដែរវាមើលយូរហើយនៅលើដើមដូងដើមច័ន្ទគិរីវារំពៃមើលថាផ្ទះហ្នឹងមានម្ចាស់អត់វាអត់មានម្ចាស់នៅហើយក៏អត់ឲ្យឃើញអ្នកណាមកចូលដែរអ្នកណាក៏មិនអាចចេញចូលដែរអញ្ចឹងបានតែវាសម្រេចចិត្តចូលមកមើលចូលមកនៅហ្នឹងហើយការដែលវាចូលមកហ្នឹងវាអត់មានឃើញពីងទឹកជាកសិនសាកសីរបស់មនុស្សទេអត់មានឃើញផ្ទាល់អត់ឃើញពីងហើយក៏មិនឃើញជំនាញផ្ទះមិនឃើញទេដាប្រភពអីទាំងអស់ទើបវាមកនៅវាគិតថាវាជារបស់វាហើយអញ្ចឹងវានៅកាត់កូនកាត់ចៅនៅផ្ទះហ្នឹងណាអញ្ចឹងហើយបានជាលោកតាដែលបានចូលមកមើលហ្នឹងក៏សន្មត់សួរនាំទៅកុំឲ្យថាមានពីវេរានឹងគ្នាក៏សួរនាំនាងព្រាយនាងមេកធប់ហ្នឹងថាផ្ទះនេះគេមានម្ចាស់ដីនេះដីម្ចាស់កណាគេបានធ្វើផ្ទះមិនហើយព្រោះអត់មានលុយការដែលគេមិនបានមកនៅដោយសារមិនមានថវិកាធ្វើបន្តអញ្ចឹងការដែលគេមិនទាន់បានរៀបចំដាក់ប្រភូមិដាក់ជានាងផ្ទះអីដោយសារផ្ទះវាមិនហើយណាអញ្ចឹងបានជាសុំការអនុញ្ញាតនាងកធប់ហ្នឹងកុំឲ្យនៅព្រោះផ្ទះផុនគេហើយឲ្យដកពឹសដកពចេញពីកូនគេចេញពីប្រពន្ធគេកុំឲ្យចូលកុំឲ្យរុករៀនកុំឲ្យគេខ្លាចគេធ្វើបន់ឲ្យអញ្ចឹងណានាងកធប់នោះដើមឡើយអត់ព្រមស្ដាប់ទេណាអត់ព្រមស្ដាប់ទេអានេះឮម្ចាស់រឿងគាត់និយាយផ្ទាល់គាត់ថាចូលប្រពន្ធគាត់អានដាតអាអីមើលទៅគួរឲ្យខ្លាចណាស់លៀនដាតចាក់ពោះហែកពោះថាគួរឲ្យខ្លាចតែហ្មងគាត់និយាយគាត់អត់ហ៊ាននៅផ្ទះហ្នឹងទេគាត់ចង់ទៅបោះបង់ចោលម្ដងក្រោយមកបានមានគ្រូមកណាបកកាយខ្លាំងដែរអាចយកឈ្នះនាងមេព្រីនឹងបានណាបាននាងនោះគាត់ព្រមទទួលយកថាផ្ទះពិតជាផ្ទះរបស់បរោះនឹងមែនហើយឲ្យបរោះនោះធ្វើផ្ទះសងគេវិញបានជាគាត់ធ្វើអាខ្ទមធំល្មមផ្លោងចោលនៅដើមច័ន្ទគិរីដាក់នៅក្រោមដើមច័ន្ទគិរីតែមកដើម្បីឲ្យនាងនោះនៅវិញដូរផ្ទះគ្នាណាអញ្ចឹងបងប្អូននេះជារឿងពិតបងប្អូនជារឿងពិតអញ្ចឹងបានយើងឃើញចាស់គាត់ដំណើរតគ្នាគាត់ថាយ៉ាងម៉េចផ្ទះបើយើងធ្វើមិនហើយយើងកុំធ្វើអាហ្នឹងទី1យើងធ្លាប់ឮចាស់គាត់និយាយដែរផ្ទះបើយើងធ្វើមិនហើយយើងកុំធ្វើ
តែបើសិនបើយើងធ្វើហើយចាំធ្វើទី1កុំទុកផ្ទះចោលកាលណាយើងធ្វើផ្ទះយើងទុកផ្ទះចោលលទ្ធផលវាអញ្ចឹងតែកាលណាពួកនឹងវាមិននៅហើយវាថាផ្ទះវាហើយវាមិនមែនផ្ទះយើងទេណាទី1ទី2ផ្ទះត្រូវមានជំនាញផ្ទះត្រឹមត្រូវដាក់ជំនាញផ្ទះទី3ត្រូវមានទេវតាប្រភូមិដើម្បីមើលការពារឃើញទេដល់ពេលវាចូលផ្ទះទៅថាអត់មានទេវតាប្រភូមិអត់មានអីទាំងអស់អញ្ចឹងកន្លែងណាដែលជាកសិនសាស័យអត់មានទេពីងទឹកផ្ដាល់ទឹកអត់មានទេអញ្ចឹងអាហ្នឹងវាមិនមែនជារបស់មនុស្សទេវាជារបស់ពួកអមនុស្សវាគិតអញ្ចឹងវាគិតត្រូវផុតវាដែរតាព្រោះផ្ទះអត់មានអ្នកនៅអត់មានអ្នកថែវាមានតែស្មៅដប់សុតគ្រប់បើសិនបើផ្ទះមនុស្សអាណាដែរធ្វើអញ្ចឹងផ្ទះមនុស្សត្រូវស្អាតត្រូវល្អបើថាតែមនុស្សអត់វាមិននៅតែអានេះមិនផ្ទះមនុស្សទេផ្ទះខ្មោចឃើញទេខ្មោចផ្ទះអញ្ចឹងវានៅផ្ទះខ្មោចហ្នឹងឯងវាមិនដឹងថាដីឯណាដីឯនេះវាអត់ដឹងទេវាអត់យល់ទេពួកមេព្រាយនេះការអប់រំបងប្អូនណាប៉ុន្តែជារឿងពិតមែនហ្មងរឿងនេះខ្ញុំដឹងពីបងប្រុសម្នាក់ហ្នឹងគាត់ថារឿងនេះគាត់មិនជឿដែរគាត់មិនជឿហ្នឹងហើយបានគាត់ធ្វើពីអត់ហើយគាត់ធ្វើម្ដងបន្តិចម្ដងបន្តិចដល់ទៅពេលដោយសារគាត់ដើរមកពួកអឺរ៉ុបវាចិត្តទៅចូលដីទៅពីណាពួកអឺរ៉ុបវាអត់សូវខ្លាចអីទាំងអស់ដល់ពេលគាត់ជួបរឿងគាត់យល់ថាអូការពិតទៅចាស់គាត់និយាយដំណើរគឺរឿងពិតប្រកបមែនអញ្ចឹងមិនថាមុននឹងធ្វើអីបងប្អូនមិនស្រួលណាធ្វើផ្ទះធ្វើឲ្យហើយបើធ្វើមិនហើយកុំធ្វើតែមកហើយបើធ្វើត្រូវមានទេវតាប្រភូមិត្រូវមានជំនាញផ្ទះត្រូវមានពីទឹកមានអីត្រឹមត្រូវឲ្យវាស័ក្តិសមនឹងមនុស្សរស់នៅអញ្ចឹងណាអញ្ចឹងសូមអរគុណសូមជម្រាបលាបាទបងប្អូនហើយវីដេអូមានតែប៉ុណ្្នឹងឯងសូមអរគុណសូមជម្រាបលាបាទ